ដំណើរការនៃការរៀនសួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំនឹងលើកយកអំពីដំណើរការនៃការរៀនមកអានជូនដល់មិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់ពីដើមរហូតដល់ចប់ដើម្បីដឹងអំពីដំណើរការនៃការរៀនទាំងអស់គ្នាដំណើរការនៃការរៀនគឺជាដំណើរការដែលបុគ្គលម្នាក់ចាប់ផ្ដើមដោយការបើកចំហចិត្តទទួលព័ត៌មានឬចំណេះដឹងអ្វីមួយយកមកគិតត្រិះរិះវិភាគពិចារណាបកស្រាយព័ត៌មានទាំងនោះរហូតយល់បានក្នុងជម្រៅចិត្តដែលព័ត៌មានឬចំណេះដឹងមួយចំនួនអាចធ្វើឲ្យមានការផ្លាស់ប្ដូរទស្សនៈឬមានការយល់ឃើញនៅក្នុងចិត្តនិងបង្កឲ្យកើតមានជាទង្វើឬការប្រព្រឹត្តស្ដែងចេញមកខាងក្រៅឯចំណែកព័ត៌មានឬចំណេះដឹងប្រភេទខ្លះអាចឲ្យគេយកទៅអនុវត្តប្រើប្រាស់ឆ្ពោះទៅរកភាពរីកចម្រើនជាបន្តទៅមុខថែមទៀតផងដែរការរៀនគឺជាដំណើរការពាក្យថាដំណើរការមានន័យសំដៅទៅលើកម្មវិធីឬលំដាប់នៃការប្រព្រឹត្តដែលមានដំណើរទៅមុខជាបន្តបន្ទាប់រហូតដល់សម្រេចបានលទ្ធផលក្នុងកម្រិតណាមួយដូចជាដំណើរការសាងសង់ផ្ទះដែលគេត្រូវគូសប្លង់បុកគ្រឹះរៀបថ្នាំចាក់សសររៀបឥដ្ឋចាក់ប្លង់សេរហូតដល់ការលាបថ្នាំរៀបចំតុបតែងជាបន្តបន្ទាប់ទាល់តែដល់ទីបញ្ចប់ឯដំណើរការរៀនក៏មានវគ្គមានឃ្លាច្រើនដូចគ្នាដែរនិងប្រសិនបើខ្វះខាតដំណាក់កាលណាមួយដំណើរការរៀននោះក៏នឹងមិនសូវបានពេញលក្ខណៈសម្រាប់យកទៅអនុវត្តប្រើប្រាស់ឲ្យបានល្អឡើយផ្ទុយទៅវិញបើសិនជាដំណើរការនៃការរៀនប្រព្រឹត្តទៅតាមលំដាប់លំដោយមិនរាំងស្ទះនៅកណ្ដាលផ្លូវទេនោះទើបយើងអាចចាត់ទុកថាជាការរៀនពេញលក្ខណៈហើយគេអាចយកអ្វីដែលរៀននោះទៅប្រើឲ្យកើតជាប្រយោជន៍ឬធ្វើឲ្យកើតជាសកម្មភាពដែលនាំឲ្យមានការប្រែប្រួលផ្លាស់ប្ដូរល្អប្រសើរជាងមុនដំណើរការរៀនក៏មិនខុសគ្នាពីដំណើរការអ្វីផ្សេងដែរបើខ្វះខាតដំណាក់កាលណាមួយដំណើរការរៀននោះនឹងមិនបានពេញលក្ខណៈឡើយហេតុនេះការរៀនពិតប្រាកដមិនមែនបុគ្គលម្នាក់គ្រាន់តែទទួលយកចំណេះដឹងដាក់ក្នុងខួរក្បាលប៉ុណ្ណោះទេតែវាត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ផ្សេងជាច្រើនទើបអាចចាត់ទុកថាជាការរៀនពិតប្រាកដបានយើងនឹងពិចារណាអំពីដំណើរការរៀនទៅតាមវិធីខាងក្រោមដំណើរការនៃការរៀនដំណាក់កាលទី1បើកចំហចិត្តទទួលយកចំណេះដឹងចិត្តគឺជាចំណុចចាប់ផ្ដើមដែលនាំទៅដល់ការប្រព្រឹត្តផ្សេងប្រៀបដូចមេទឹកដែលជាប្រភពនៃទឹកស្ទឹងទន្លេទាំងឡាយដូច្នោះដែរដំណើរការរៀនមានប្រភពមកពីចិត្តវាអាចកើតឡើងលុះត្រាតែយើងបើកចំហទទួលយកចំណេះដឹងអ្វីចូលចំណេះដឹងទាំងឡាយនោះមានដូចជាក្បួនតម្រាមុខវិជ្ជាសម្រាប់ប្រកបអាជីពផ្សេងបច្ចេកវិទ្យាថ្មីពាក្យប្រដៅដាស់តឿនរបស់អ្នកនៅជុំវិញខ្លឹមសារល្អនៅក្នុងសៀវភៅអានឬនៅក្នុងខ្សែភាពយន្តព័ត៌មានផ្សេងនៅក្នុងទំព័រកាសែតការវិភាគវែកញែកនៅក្នុងកម្មវិធីវិទ្យុឬទូរទស្សន៍ជាដើមពាក្យថាបើកចំហចិត្តមានន័យថាបុគ្គលនោះមានចំណាប់អារម្មណ៍ចង់ចេះចង់ដឹងយកចិត្តទុកដាក់ស្គាល់ដឹងពីតម្លៃនិងសារៈសំខាន់របស់ចំណេះដឹងនោះទើបធ្វើឲ្យគេព្រមបើកទ្វារទទួលយកទៅតាមវិធីផ្សេងដូចជាការអានការស្ដាប់ការទស្សនាឬការអនុវត្តតាមជាដើមការដែលបុគ្គលម្នាក់នឹងបើកទ្វារទទួលរៀនពីអ្វីផ្សេងបានល្អឬមិនល្អនោះវាអាស្រ័យជាសំខាន់ទៅលើរូបភាពក្នុងចិត្តរបស់បុគ្គលនោះប្រសិនបើបុគ្គលណាមានទំនោរក្នុងចិត្តស្គាល់ពីសារៈសំខាន់នៃចំណេះដឹងមានចិត្តចង់កសាងខ្លួនឲ្យបានល្អប្រសើរមានចរិតនិស្ស័យឧស្សាហ៍ព្យាយាមចេះដាក់ខ្លួនដាក់កាយរៀនសូត្រពីអ្នកដទៃយល់ឃើញថាអ្នកណាក៏អាចយកធ្វើជាគ្រូរបស់ខ្លួនបានដែរពេលនោះបុគ្គលនោះនឹងមានទំនោរតទៅរកការស្រូបយកចំណេះផ្សេងបានល្អ
ផ្ទុយទៅវិញបើបុគ្គលនោះបែរជាមានទំនោរក្នុងចិត្តមិនស្គាល់ពីតម្លៃនៃចំណេះដឹងគ្មានបំណងនឹងកសាងខ្លួនឲ្យកាន់តែប្រសើរចាប់អារម្មណ៍ទៅលើតែការសេពសោយស្រណុកសុខស្រួលតែម្យ៉ាងជាប់និស្ស័យខ្ជិលច្រអូសអួតខ្លាំងអួតឆ្លាតគិតថាខ្លួនឯងអស្ចារ្យជាងអ្នកដទៃជាដើមបុគ្គលនោះមានលក្ខណៈជាអ្នកបិទទ្វារមិនព្រមទទួលយកការរៀនសូត្រពីអ្នកដទៃទាំងអស់យើងសង្កេតឃើញថាឥរិយាបថក្នុងចិត្តវាអាចមានអំណោយផលឬអាចជាឧបសគ្គដល់ការរៀនសូត្ររបស់មនុស្សយើងដោយមិនអាចបដិសេធបានឡើយនៅក្នុងគ្រប់ថ្នាក់រៀនទាំងអស់សិស្សដែលពុំយកចិត្តទុកដាក់ស្ដាប់ការបញ្យល់របស់គ្រូទោះជាក្នុងហេតុផលណាក៏ដោយគេមុខជានឹងមិនយល់មេរៀនមិនអាចធ្វើកិច្ចការបានបន្ទុកមិនសូវល្អឬប្រឡងធ្លាក់អ្វីទាំងនេះដោយសារតែការបិទទ្វារមិនទទួលយកការរៀននោះឯងក្នុងករណីនេះយើងអាចចាត់ទុកថាគឺជាប្រការដែលមិនអាចបង្កើតឲ្យទៅជាដំណើរការរៀនបានឡើយព្រោះវាខុសចាប់តាំងពីទឹកដំបូងមកបាត់ទៅហើយគឺគេគ្មានចិត្តចង់រៀនដូច្នេះដំណាក់កាលតមកទៀតក៏វានៅតែមិនអាចទៅរួចបានដែរវាអាចមានដែរនៅពេលយើងបញ្ចូលការពិតរាប់លានមុខទៅក្នុងខួរក្បាលមនុស្សម្នាក់ហើយគេនៅតែជាមនុស្សអវិជ្ជាដដែលផ្ទុយពីករណីខាងលើចំពោះអ្នកដែលមានការយកចិត្តទុកដាក់មានចិត្តចង់ចេះចង់ដឹងតាំងស្មារតីស្ដាប់ការបញ្យល់ធ្វើការកត់ត្រាសាកសួរនៅអ្វីដែលខ្លួនមិនយល់គេមានឱកាសនឹងបន្តដំណើរទៅវគ្គខាងមុខទៀតនៃដំណើរការរៀនរបស់គេព្រោះគេអាចឆ្លងផុតក្នុងដំណាក់កាលទី1បានគឺដំណើរការបើកចំហចិត្តឬមានចិត្តចង់រៀននោះឯងចិត្តមានសារៈសំខាន់ជាខ្លាំងក្នុងដំណើរការរៀនរបស់យើងចិត្តគឺអ្នកកំណត់ថាតើយើងរៀនបានឬមិនបានចិត្តប្រៀបដូចជាមេទឹកបើមេទឹកពុំមានទឹកទេខ្សែទឹកទាំងឡាយក៏មិនអាចកើតមានបានដែរជោគជ័យនិងបរាជ័យរបស់បុគ្គលដែលខុសគ្នាពីម្នាក់ទៅម្នាក់នោះមួយផ្នែកមានឫសគល់មកពីសភាវៈចិត្តរបស់គេនោះឯងដំណាក់កាលទី2គិតវិភាគត្រេះរិះឲ្យទាល់តែយល់ការគិតវិភាគត្រេះរិះឲ្យយល់គឺជាដំណាក់កាលតមកពីការបើកចំហចិត្តទទួលយកការចេះដឹងកាលបើយើងមានចិត្តចង់រៀនហើយយើងត្រូវប្រមូលយកមេរៀនព័ត៌មានទាំងនោះមកគិតត្រេះរិះពិចារណាបែងចែករកហេតុផលរហូតដល់បានយល់ពិតប្រាកដទើបហៅថាបានឆ្លងផុតដំណាក់កាលទី2តែប្រសិនបើយើងទទួលមេរៀនឬព័ត៌មានអ្វីមួយចូលមកដោយគ្រាន់តែបានកត់ត្រាក្នុងប្រព័ន្ធចងចាំខួរក្បាលតែម្យ៉ាងឬឆាប់ឆ្លើយតបភ្លាមដោយមិនបានគិតត្រេះរិះពិចារណាឲ្យយល់ជាក់លាក់នោះទេវាក៏នៅតែមិនទាន់ចាត់ទុកថាជាការឆ្លងផុតដំណាក់កាលទី2នៅឡើយដែរព្រោះថាការលោតរំលងដំណាក់កាលនៃដំណើរការរៀនវាប្រៀបដូចទៅនឹងការដែលសិស្សគូសចម្លើយថិចនៅលើវិញ្ញាសាគណិតវិទ្យាដូច្នោះដែរគេអាចគូសចម្លើយបានត្រឹមត្រូវក៏ពិតមែនប៉ុន្តែនេះមិនមែនជាការបញ្ជាក់ថាគេចេះពិតប្រាកដនៅឡើយដែរព្រោះគេមិនអាចស្រាយបញ្ជាក់បានទៅតាមដំណាក់កាលនីមួយៗនៃដំណោះស្រាយដើម្បីឲ្យបានចម្លើយពិតប្រាកដនោះទេហើយការដែលគេគូសចម្លើយបានត្រឹមត្រូវនោះវាអាចនឹងគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះនិងបើពេលណាគេផ្លាស់ប្ដូរសំណួរសារជាថ្មីគេក៏នឹងត្រូវប្រើវិធីហេងស៊យជាដដែលឡើងវិញហេតុនេះបើគេចង់បញ្ចប់បញ្ហានេះគេត្រូវតែវិលត្រឡប់ទៅកែសម្រួលដំណាក់កាលមុនឲ្យបានល្អសិនដូចជាបង្កើតទស្សនៈល្អទៅលើមុខវិជ្ជាគណិតវិទ្យាបើកចំហចិត្តក្នុងការរៀនយកចិត្តទុកដាក់និងសាកសួរមិត្តភ័ក្តិឬគ្រូបង្រៀនពីចំណុចដែលខ្លួនមិនទាន់យល់ប្រើគំនិតត្រេះរិះរហូតបានដល់យល់យ៉ាងពិតប្រាកដទើបគេអាចដោះស្រាយវិញ្ញាសាបានត្រឹមត្រូវជារៀងរហូតពុំមានរឿងហេងស៊យឡើយធ្វើបានដូច្នេះទើបយើងអាចចាត់ទុកថាដំណើរការរៀនរបស់ខ្លួនបានរំកិលទៅមុខមួយកម្រិតទៀត
ប្រទេសខ្មែរយើងអាចនឹងមានបញ្ហាក្នុងការប្រើការគិតបន្តិចព្រោះថាប្រព័ន្ធសិក្សាអប់រំរបស់យើងចាប់តាំងពីសម័យមុនរហូតមកដល់សម័យបច្ចុប្បន្ននេះយើងតែងប្រើវិធីបង្រៀនដោយផ្ដោតសំដៅទៅលើការទន្ទេញចាំមាត់ដូចជាវិជ្ជាប្រវត្តិសាស្ត្រជាដើមយើងចូលចិត្តឲ្យសិស្សចងចាំទៅលើហេតុការណ៍នោះកើតនៅឆ្នាំណាមានតាក់ទងនឹងឈ្មោះណាខ្លះទីកន្លែងណាខ្លះតែយើងបែរជាពុំសូវយកចិត្តទុកដាក់បង្រៀនឲ្យសិស្សចេះវិភាគចេះវែកញែកពិចារណាអំពីរឿងហេតុដែលកើតឡើងក្នុងប្រវត្តិសាស្ត្រអ្វីប៉ុន្មានទេតាមពិតយើងគួរតែទម្លាប់ឲ្យគេរៀនធ្វើការវិភាគវែកញែកពិចារណាអំពីប្រវត្តិសាស្ត្រដើម្បីឲ្យយុវជនជំនាន់ក្រោយបាននាំមេរៀនពីអតីតកាលយកមកប្រើជាប្រយោជន៍ក្នុងបច្ចុប្បន្នឬដើម្បីការពារបញ្ហាផ្សេងៗនាពេលអនាគតផងដែរបើយើងអាចធ្វើបានដូច្នេះវាគឺជាការជួយហ្វឹកហាត់ឲ្យយុវសិស្សរបស់យើងបានរៀនគិតពិចារណាមានភាពស្ទាត់ជំនាញក្នុងការប្រើហេតុផលនិងដុសដាលខាងប្រាជ្ញាស្មារតីបានល្អដែលប្រសើរជាងការរៀនតែតាមមេរៀនផ្សំស្រេចមិនចេះប្រើការគិតរបស់ខ្លួនពូកែតែខាងប្រើអារម្មណ៍ក្នុងការសម្រេចចិត្តដែលជាការបង្កបញ្ហាដដែលដល់ខ្លួនឯងនិងសង្គមដល់មិនចេះចប់មិនចេះហើយនោះឯងទោះបីជាយើងត្រូវប្រើមេរៀនផ្សំស្រេចដើម្បីឲ្យមនុស្សដើរតាមតែយើងគួរតែបំពន់ឲ្យបានច្រើនអំពីការរៀនហ្វឹកហាត់ត្រេះរិះពិចារណាដល់យុវសិស្សព្រោះការរៀនហ្វឹកហាត់ត្រេះរិះពិចារណាវានឹងជួយឲ្យមនុស្សទៅបានជាមនុស្សពេញលេញមនុស្សខ្លះបានធ្វើអ្វីខុសម្ដងរួចហើយគេនឹងមិនធ្វើឲ្យខុសជាលើកទី2ទៀតទេគេអាចនឹងធ្វើខុសលើរឿងផ្សេងទៀតតែមិនមែនរឿងដដែលសារជាថ្មីទៀតឡើយអ្វីទាំងនេះគឺដោយសារគេបាននាំមេរៀនចាស់ឬកំហុសឆ្គងដែលធ្លាប់មានពីមុនយកមកវែកញែកត្រេះរិះពិចារណារហូតដល់មើលឃើញច្បាស់ថាកំហុសឆ្គងទាំងនោះកើតឡើងដោយសារអ្វីតើខ្លួនត្រូវកែលម្អកសាងវាឡើងវិញយ៉ាងដូចម្តេចប្រធានគ្រប់គ្រងក្រុមហ៊ុនមួយកន្លែងបានសន្មតក្នុងចិត្តថាមនុស្សគឺជាអ្នកដែលមានចិត្តគំនិតទទួលខុសត្រូវខ្ពស់មានការរីកចម្រើនហេតុនេះគេមិនចាំបាច់ប្រើច្បាប់ទម្លាប់ឬក្រិតក្រមយកមកគ្រប់គ្រងឲ្យជ្រុលហួសហេតុពេកឡើយដោយគ្រាន់តែផ្ដល់កិត្តិយសលើកតម្លៃដល់អំពើល្អរបស់គេនិងផ្ដល់ឥស្សរភាពដល់គេប្រកាសជានឹងសម្ដែងអាកប្បកិរិយាយ៉ាងសមរម្យត្រឡប់មកវិញជាមិនខានគិតឃើញដូច្នេះហើយលោកប្រធានក៏ប្រកាសឈប់ឲ្យមានការចុះហត្ថលេខាលើបញ្ជីម៉ោងចេញចូលធ្វើការដោយសង្ឃឹមថាបុគ្គលិកអ្នកធ្វើការទាំងអស់គេនឹងគោរពវិន័យរក្សាកិត្តិយសរបស់ខ្លួនឯងមិនកេងយកចំណេញពីលើក្រុមហ៊ុនដោយចូលក្រោយម៉ោងឬចេញមុនម៉ោងឡើយលុះដល់ពិនិត្យជាក់ស្ដែងពួកគេមិនបានធ្វើដោយលោកប្រធានគាត់គិតឯណាពេលដែលពុំមានច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងបុគ្គលិកភាគច្រើនស្ទើរតែ 90% សុទ្ធតែចូលធ្វើការយឺតហើយចេញមុនម៉ោងជារៀងរាល់ថ្ងៃមានអ្នកខ្លះម៉ោង 9 ឬ 10 បានចូលធ្វើការឯអ្នកមួយចំនួនទៀតចេញពីធ្វើការមុនម៉ោងប្រហែល1ម៉ោងឯណោះក្រោយពីនោះមក3ខែលោកប្រធានបានប្រកាសច្បាប់ឲ្យបុគ្គលិកគ្រប់គ្នាត្រូវចុះហត្ថលេខាសារជាថ្មីឡើងវិញចាប់ពីពេលនោះមកគាត់មិនដែលនឹកនាថានឹងប្រកាសឈប់ប្រើច្បាប់អ្វីទៀតឡើយដោយសារតែគាត់បាននាំយកហេតុការណ៍ដែលកើតឡើងនោះមកត្រេះរិះពិចារណារហូតដល់ភ្លឺភ្នែកកើតជាបញ្ញានិងសរុបក្តីសន្និដ្ឋានថាមនុស្សមិនមែនជាអ្នកដែលមានចិត្តគំនិតរក្សានៅអំពើល្អយ៉ាងខ្ជាប់ខ្ជួនអ្វីឡើយឲ្យតែមានឱកាសគេអាចនឹងប្រព្រឹត្តអំពើមិនសមរម្យមានចរិតអាត្មានិយមយកប្រៀបលើអ្នកដទៃជានិច្ចហេតុនេះគេចាំបាច់ត្រូវមានច្បាប់ទម្លាប់បែបបទដ៏តឹងរឹងដើម្បីគ្រប់គ្រងតម្រង់ទិសពួកគេយុគសម័យបច្ចុប្បន្នជាយុគសម័យដែលសម្បូរហូរហៀទៅដោយទិន្នន័យព័ត៌មានមកពីគ្រប់ទិសទីជុំវិញពិភពលោកដែលចាក់ទាំងគំនោរមកលើសង្គមយើងគ្រប់ពេលវេលាទិន្នន័យព័ត៌មានទាំងនោះមួយចំនួនមានប្រយោជន៍សម្រាប់មនុស្សទូទៅមួយចំនួនទៀតមានប្រយោជន៍សម្រាប់មនុស្សក្នុងក្រុមណាមួយតែប៉ុណ្ណោះ
ហើយក៏មានខ្លះទៀតដែលបង្កប់ទៅដោយពឹសពុលដែលអ្នកទទួលខ្លះមិនទាំងបានដឹងខ្លួនផងហេតុនេះលោកអ្នកដែលទទួលយកទិន្នន័យព័ត៌មានទាំងនោះមិនគួរបើកចំហចិត្តទទួលយកអ្វីៗគ្រប់យ៉ាងទាំងបិទភ្នែកនោះទេតែយើងគួរតែត្រិះរិះពិចារណាបែងចែកព័ត៌មានទាំងនោះឲ្យដឹងថាព័ត៌មានបែបណាដែលមានប្រយោជន៍យើងគួរទទួលយកមករៀនសូត្រព័ត៌មានបែបណាដែលពុំមានប្រយោជន៍ឬបង្កប់ទៅដោយពឹសពុលយើងក៏មិនគួរទទួលវាឲ្យមានឥទ្ធិពលលើជីវិតរបស់ខ្លួនឡើយជោគជ័យដ៏ពិតប្រាកដរបស់មនុស្សក្នុងសម័យបច្ចុប្បន្នវាអាស្រ័យលើសមត្ថភាពនៃការគិតត្រិះរិះពិចារណាចេះជ្រើសរើសយកចំណេះដឹងណាដែលមានប្រយោជន៍មកអនុវត្តប្រើប្រាស់ទៅរកភាពរីកចម្រើនជឿនលឿននិងជួយជំរុញឲ្យមានសកម្មភាពជាវិជ្ជមានរបស់ខ្លួនបានផ្ទុយទៅវិញយើងក៏ត្រូវចេះកម្ចាត់ចោលនៅព័ត៌មានឬគំនិតណាដែលមានលក្ខណៈមិនល្អឲ្យវាចេញផុតពីដំណើរការទទួលដឹងរបស់យើងផងដែរដំណាក់កាលទី3ការរៀនត្រូវតែនាំទៅដល់ការអនុវត្តប្រើប្រាស់ទៅរកភាពរីកចម្រើនជឿនលឿនក្នុងផ្លូវល្អផ្លាស់ប្ដូរទស្សនៈនិងការលើកគុណតម្លៃការរៀនអ្វីៗក៏ដោយពេលដែលចូលមកដល់ដំណាក់កាលទី2គឺការគិតត្រិះរិះពិចារណារហូតបានយល់ច្បាស់ហើយនោះវានឹងនាំឲ្យកើតមានផលពីរយ៉ាងអាចជាផ្លូវណាមួយឬទាំងពីរផ្លូវតែម្ដងដើម្បី1អនុវត្តប្រើប្រាស់ដើម្បីភាពចម្រើនជឿនលឿនក្នុងផ្លូវល្អ2ផ្លាស់ប្ដូរទស្សនៈនិងការលើកគុណតម្លៃចំណុចទី1អនុវត្តប្រើប្រាស់ដើម្បីភាពរីកចម្រើនជឿនលឿនការរៀនដ៏ពិតប្រាកដកើតមានឡើងនៅពេលដែលយើងសិក្សានិងស្វែងយល់ទៅលើទិន្នន័យឬព័ត៌មានបានច្បាស់លាស់ហើយនាំអ្វីដែលខ្លួនបានរៀននោះយកមកអនុវត្តប្រើប្រាស់ឲ្យកើតជាប្រយោជន៍ក្នុងផ្លូវល្អចំពោះខ្លួនឯងចំពោះបុគ្គលដែលខ្លួនស្រឡាញ់ឬចំពោះសង្គមឧទាហរណ៍អ្នកដែលមានចំណេះដឹងខាងផ្នែកច្បាប់គេនឹងមិនមានឈ្មោះថាជាអ្នកចេះពិតប្រាកដបានទេដរាបណាគេមិនបានយកចំណេះដឹងផ្នែកច្បាប់មកអនុវត្តប្រើប្រាស់ឲ្យកើតជាប្រយោជន៍ក្នុងផ្លូវល្អទាំង3កម្រិតគឺទី1ប្រើជាប្រយោជន៍ចំពោះខ្លួនឯងជាការប្រើចំណេះដឹងដោយចាប់ផ្ដើមពីរឿងតូចៗជាមុនគឺដើម្បីខ្លួនឯងដូចជាការការពារខ្លួនឲ្យផុតពីការសង្កត់សង្កិនផុតពីការដើរខ្សែលើរបស់អ្នកដទៃមិនឲ្យលង់ខ្លួនទៅប្រព្រឹត្តអំពើខុសច្បាប់ប្រកបមុខរបរដោយសុចរិតប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅសីលធម៌វិជ្ជាជីវៈជាដើមទី2ប្រើជាប្រយោជន៍ចំពោះបុគ្គលដែលខ្លួនស្រឡាញ់ជាការឈានទៅរកការប្រើជាប្រយោជន៍សម្រាប់បុគ្គលដែលខ្លួនស្រឡាញ់ដូចជាការថែរក្សាការពារផលប្រយោជន៍គ្រួសារការធ្វើជាទីប្រឹក្សាខាងច្បាប់ឲ្យដល់ញាតិមិត្តក្នុងរឿងរ៉ាវផ្សេងៗជាដើមទី3ប្រើជាប្រយោជន៍ចំពោះសង្គមជាការឈានទៅរកការប្រើជាប្រយោជន៍ដែលទូលំទូលាយជាងមុនអាចជារូបភាពនៃការបម្រើសេវាផ្លូវច្បាប់ដល់អ្នកដែលទន់ខ្សោយអ្នកដែលរងនៅភាពអយុត្តិធម៌ក្នុងសង្គមឬឈរឈ្មោះបោះឆ្នោតជាសមាជិកសភាដើម្បីជួយរៀបចំតាក់តែងច្បាប់រដ្ឋត្រិះរិះលើកសំណើយកច្បាប់ណាដែលមានប្រយោជន៍ដល់ប្រជាជនជាដើមផ្ទុយពីនេះវិញបុគ្គលដែលគ្រាន់តែមានចំណេះឬយល់ដឹងជ្រៅជ្រះចេះច្បាប់ពេញខ្លួនយ៉ាងណាក៏ដោយតែបើមិនយកចំណេះទៅប្រើឲ្យកើតជាប្រយោជន៍ក្នុងផ្លូវល្អទេតែត្រឡប់ទៅជាធ្វើកិច្ចសន្យាខុសនាំឲ្យខូចខាតទ្រព្យសម្បត្តិដោយមិនចាំបាច់ឬមិនអាចការពារផលប្រយោជន៍របស់ក្រុមញាតិមិត្តបានទេឬបែរជាយកចំណេះខាងផ្លូវច្បាប់ទៅបម្រើផលប្រយោជន៍របស់ខ្លួននិងបកពួកដោយឧបាយកលទុច្ចរិតបុគ្គលនោះនឹងមិនមានឈ្មោះជាអ្នកដែលបានឆ្លងកាត់ដំណើរការរៀនពេញលក្ខណៈឡើយអ្នកច្បាប់មួយចំនួនសុខចិត្តទទួលបម្រើអ្នកមានអំណាចដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯងរហូតដល់សុខចិត្តហែកចោលនៅគុណធម៌ឬចរិយាធម៌ទាំងមុខក្រាស់ឃ្មឹកព្រមធ្វើគ្រប់យ៉ាងដើម្បីការពារចៅហ្វាយឬការពារកូនក្តី
ហ៊ានប្រើល្បិចកលថោកទាបជន់ឈ្លីជន់ធ្លុតត្រង់បុគ្គលប្រភេទនេះគ្រាន់តែជាអ្នកចេះដឹងคล้ายៗប៉ុណ្ណោះនិងជាការគួរឲ្យស្ដាយអំពីសមត្ថភាពដែលគេមានប្រសិនបើគេយកចំណេះមកប្រើជាប្រយោជន៍ដល់សង្គមនិងប្រទេសជាតិបានពេញលេញនោះវានឹងនាំឲ្យកើតជាផលល្អហើយមានតម្លៃយ៉ាងខ្ពង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបានឡើយចំណុចទី2ផ្លាស់ប្ដូរទស្សនៈនិងការលើកគុណតម្លៃមានពេលខ្លះការរៀនស្វែងយល់មិនបានហុចផលល្អឲ្យយើងបានឃើញនៅនឹងភ្នែកឬយកទៅប្រើប្រាស់អ្វីឡើយប៉ុន្តែវាជាលទ្ធផលដែលកើតមានឡើងនៅក្នុងចិត្តគឺការផ្លាស់ប្ដូរទស្សនៈឬការលើកគុណតម្លៃចេញពីជ្រុងមួយទៅជ្រុងមួយទៀតចេញពីការយល់ឃើញម្យ៉ាងឲ្យទៅជាការយល់ឃើញមួយបែបផ្សេងទៀតមនុស្សម្នាក់មានគំនិតមិនល្អទៅលើអ្នកមេរោគអេដស៍គេតែងមានអារម្មណ៍ខ្ពើមរអើមមិនចង់សែបគប់ជាមួយព្រោះខ្លាចក្រែងឆ្លងមេរោគពីពួកគេទាំងនោះក្រោយពីបានទស្សនាខ្សែភាពយន្តផ្នែកអប់រំមួយដែលបង្ហាញឲ្យឃើញថាអ្នកមានផ្ទុកមេរោគអេដស៍មិនមែនជាបុគ្គលដែលគួរឲ្យស្អប់ខ្ពើមអ្វីទេគេនៅតែជាពលរដ្ឋដ៏មានតម្លៃរបស់ប្រទេសជាតិគេនៅតែអាចធ្វើការបម្រើសង្គមដូចជាមនុស្សដទៃអញ្ចឹងដែរហើយអ្នកខ្លះក៏ជាមនុស្សដែលមាននិស្ស័យល្អៗគួរឲ្យស្រឡាញ់ចូលចិត្តលើសពីមនុស្សធម្មតាទៀតផងចំណែកមេរោគប្រភេទនេះក៏មិនមែនចេះតែឆ្លងដោយងាយៗដែរនៅពេលដែលគេកំពុងទស្សនាភាពយន្តនោះជាបន្តដំណើរការគិតរបស់គេក្នុងពេលនោះក៏ធ្វើការព្រមគ្នាដែរគេគិតត្រេះរិះវិភាគពិចារណាចុះឡើងហើយក៏នឹកឃើញក្នុងចិត្តថារយៈពេលកន្លងមកគេធ្លាប់មានទស្សនៈមិនល្អចំពោះមនុស្សទាំងនោះនិងមានការព្រួយបារម្ភខុសរឿងដោយសារការស្វែងយល់ទាំងនេះធ្វើឲ្យគេមានការផ្លាស់ប្ដូរអំពីទស្សនៈក្នុងចិត្តរបស់ខ្លួនពីមួយបែបទៅមួយបែបទៀតគឺឈប់ស្អប់ខ្ពើមពួកគេហើយបែរជាទៅមានចិត្តអាណិតអាសូរទៅវិញព្រមទាំងមិនមានការព្រួយបារម្ភក្នុងការប្រស្រ័យតាក់ទងជាមួយអ្នកទាំងនោះទៀតផងបុគ្គលដ៏មានមហិច្ឆតាម្នាក់ខំរកស៊ីរហូតក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិរហូតដល់រាប់លានដុល្លារគេមានទស្សនៈថាឲ្យតែមានលុយគឺមានអ្វីៗទាំងអស់លុយគឺជាសេចក្តីសុខក្នុងជីវិតរបស់ខ្លួនទស្សនៈនេះបែបធ្វើឲ្យគេខ្វល់ខ្វាយអំពីរឿងលុយមិនចេះឈប់ឈរទោះបីជាខ្លួនឯងមានទ្រព្យសម្បត្តិរហូតដល់ស៊ីមួយជីវិតមិនអស់ក៏ដោយគេនៅតែឃើញអ្នកដទៃមានជាងខ្លួនដដែលជាហេតុធ្វើឲ្យជីវិតបច្ចុប្បន្នរបស់គេនៅតែពុំអាចរកសេចក្តីសុខជារៀងរហូតថ្ងៃមួយដែលស្ថានភាពពិភពលោកប្រែប្រួលដីចុះថ្លៃគេត្រូវខាតបង់ទ្រព្យសម្បត្តិជាងពាក់កណ្ដាលគេកើតទុក្ខជាខ្លាំងរហូតដល់ធ្លាក់ខ្លួនឈឺជាទម្ងន់មានមិត្តភក្តិម្នាក់បានមកសួរសុខទុក្ខព្រមទាំងផ្ដល់យោបល់គេថាសម្លាញ់ទោះបីជាសម្លាញ់ឯងខាតបង់ទ្រព្យសម្បត្តិអស់ច្រើនយ៉ាងនេះហើយក៏ដោយតែទ្រព្យសម្បត្តិរបស់សម្លាញ់ដែលនៅសេសសល់ទាំងនោះសម្លាញ់ឯងចាយមួយជីវិតមិនអស់ផងហេតុនេះសម្លាញ់ឯងនៅអោបទុកសោករហូតដល់ធ្លាក់ខ្លួនឈឺបែបនេះតើវាបានប្រយោជន៍អ្វីទៅតើសម្លាញ់មានដែរគិតទេថាកាលពីនៅក្រីក្រសម្លាញ់ឯងហាក់ដូចជាមានសេចក្តីសុខជាងនេះទៅទៀតហេតុអីនៅពេលនេះសម្លាញ់បែរជាមានទុក្ខជាងកាលពីខ្លួននៅក្រទៅវិញនិយាយចាប់ហើយមិត្តភក្តិនោះក៏ប្រគល់សៀវភៅពី3ក្បាលឲ្យសម្លាញ់របស់គេយកទៅអានក្រោយពីបានប្រមាណ1ខែឆ្លងកាត់ដំណាក់កាលរៀនគិតត្រេះរិះមកបុគ្គលនោះត្រឡប់ទៅជាមានទស្សនៈមួយផ្ទុយពីមុនដែលថាលុយកាក់មិនមែនជាអ្វីគ្រប់យ៉ាងរបស់មនុស្សទេជាពិសេសសេចក្តីសុខបើចិត្តយើងនៅតែលោភលន់ទោះបីជាមានលុយកាក់ច្រើនប៉ុណ្ណាក៏នៅតែមិនបានសុខផ្ទុយទៅវិញបើចិត្តរបស់យើងវាចេះគ្រប់ចេះល្មមរស់នៅក្នុងខ្ទមបាយជាមួយស្ងោរស្អំត្រីកញ្ចុះក៏យើងនៅតែរកសេចក្តីសុខបានដែរទោះបីជាយ៉ាងណាក៏ដោយការផ្លាស់ប្ដូរទស្សនៈ
ការផ្លាស់ប្ដូរការស្គាល់គុណដ៏ពិតប្រាកដនោះវាត្រូវតែស្ដែងចេញឲ្យឃើញតាមរយៈទង្វើឬជាសកម្មភាពអ្វីមួយមកខាងក្រៅដែរទើបយើងអាចចាត់ទុកថាបុគ្គលនោះពិតជាបានផ្លាស់ប្ដូរពិតជាអ្នកដែលបានឆ្លងកាត់ដំណើរការរៀនយ៉ាងពេញលេញពិតប្រាកដមែនការផ្លាស់ប្ដូរទស្សនៈឬចំណង់ចំណូលចិត្តដ៏ពិតប្រាកដវាត្រូវតែស្ដែងចេញតាមរយៈសកម្មភាពឬរូបភាពអ្វីម្យ៉ាងក្នុងករណីទី1បុគ្គលនោះត្រូវបង្ហាញឲ្យឃើញពីសកម្មភាពផ្សេងដូចជាការនិយាយរាក់ទាក់ជាមួយអ្នកមានមេរោគអេដស៍យ៉ាងស្និទ្ធស្នាលអាចរួមបរិភោគអាហារជាមួយពួកគេធ្វើជាមិត្តរបស់ពួកគេជួយផ្ដល់ការលើកកម្លាំងចិត្តដល់ពួកគេនៅពេលពួកគេបាក់ទឹកចិត្តជាដើមក្នុងករណីទី2បុគ្គលដែលធ្លាប់តែឃើញលុយជាធំត្រូវបង្ហាញឲ្យឃើញថាខ្លួនមិនជាប់ជំពាក់នឹងលុយហួសហេតុទៀតទេវាមានអ្វីផ្សេងជាច្រើនទៀតដែលមានសារៈសំខាន់ក្នុងជីវិតដូចជាចេះរស់នៅមានក្តីសុខក្នុងស្ថានភាពបែបណាក៏ដោយចេះសម្លឹងមើលមកអ្នកដែលខ្សត់ខ្សោយជាងខ្លួនឯងចេះចែករំលែកដល់មនុស្សជុំវិញនិងជាពិសេសគេយល់ដឹងបានយ៉ាងច្បាស់ថាទោះជាខ្លួនមានទ្រព្យសម្បត្តិហូរហៀរយ៉ាងណាក៏ដោយតែគេអាចគ្រប់គ្រងវាបានតែមួយរយៈប៉ុណ្ណោះពេលស្លាប់ទៅមិនមាននរណាអាចយកវាទៅជាមួយបានឡើយការគ្រាន់តែផ្លាស់ប្ដូរទស្សនៈឬប្ដូរការលើកគុណតម្លៃនៅតែក្នុងចិត្តរបស់ខ្លួនតែបើពុំមានជាសកម្មភាពឬជាទង្វើអ្វីកើតឡើងមានជាផលល្អសមស្របទៅតាមទស្សនៈថ្មីឬការលើកគុណតម្លៃបែបថ្មីទាំងនោះទេយើងក៏មិនអាចនិយាយថាបុគ្គលនោះជាអ្នកដែលបានរៀនឬជាអ្នកដែលបានឆ្លងកាត់ដំណើរការរៀនដ៏ពេញលេញពិតប្រាកដដែរគ្រូថាមិនឈ្នះគ្រូធ្វើការគ្រាន់តែគិតឬគ្រាន់តែនិយាយតែមាត់វាមិនអាចបញ្ជាក់ពីការពិតអ្វីឡើយដរាបណាយើងពុំមានបេះដូងក្នុងការអនុវត្តដោយពិតប្រាកដនោះទេឧទាហរណ៍ក្នុងនាមយើងជាខ្មែរដែលមានពូជអម្បូរបុព្វបុរសជាអ្នកកសាងប្រាសាទបុរាណដ៏ល្បីល្បាញទូទាំងសកលលោកនិងក្នុងនាមយើងទាំងអស់គ្នាដែលជាកូនចៅតពូជពង្សពីបុព្វបុរសទាំងនោះយើងតែងតែលើកសរសើរនិងមានមោទនភាពជាខ្លាំងចំពោះបុព្វបុរសរបស់យើងតែនាំគ្នារាំច្រៀងដើម្បីរំលឹកអំពីភាពអស្ចារ្យដែលដូនតាយើងធ្លាប់ធ្វើកាលពីសម័យមុនប៉ុន្តែយើងគ្រប់គ្នាក៏ត្រូវភ្ញាក់រលឹកផងដែរថាការនិយាយកោកតែមាត់តែបើពុំមានបេះដូងក្នុងការធ្វើអ្វីដើម្បីតបស្នងដល់បុព្វបុរសទេពាក្យសម្ដីទាំងប៉ុន្មានរបស់យើងក៏ពុំមានតម្លៃអ្វីដែរហេតុនេះដើម្បីឆ្លើយតបនឹងអ្វីដែលយើងបាននិយាយយ៉ាងហោចណាស់ក៏សូមឲ្យកើតមានជាទង្វើខ្លះដូចជាអំពើល្អដោយបរិសុទ្ធឬស្មារតីសាមគ្គីចំពោះជនរួមជាតិឬស្មារតីថែរក្សាទ្រព្យសម្បត្តិជាតិជាដើមទាំងនេះគឺជាអ្វីដែលបងប្អូនជាប្រជារាស្ត្រសាមញ្ញអាចធ្វើបានគ្រប់គ្នាហើយក្រៅពីនេះប្រសិនបើយើងមានសមត្ថភាពអាចសម្រេចរឿងធំជូនជាតិបាននោះវាកាន់តែជួយឲ្យយើងឆាប់ស្ដារមកវិញនៅអ្វីដែលយើងធ្លាប់ដុនដាបពីមុននោះផងដែរដើម្បីសម្រេចការរៀនឲ្យបានពេញលេញយើងត្រូវអនុវត្តឲ្យបានដំណាក់កាលទាំង3គឺ1បើកចំហចិត្តមានចិត្តចង់រៀនស្គាល់តម្លៃនៃការរៀន2យកអ្វីដែលរៀនមកគិតត្រេះរិះឲ្យបានច្បាស់លាស់3យកចំណេះទៅបំពេញឲ្យកើតជាប្រយោជន៍ក្នុងផ្លូវល្អនិងនាំទៅដល់ការផ្លាស់ប្ដូរទស្សនៈនិងការលើកតម្លៃនៃអ្វីល្អតែយើងក៏មិនត្រូវបំភ្លេចដែរថាយើងត្រូវមានគោលបំណងជាមុនព្រោះបើគ្មានគោលដៅអ្វីវាក៏គ្មានថាមពលឲ្យចង់រៀនដែរអ្នកត្រូវស្វែងយល់ពីអ្វីគ្រប់យ៉ាងនៃជីវិតមិនមែនមើលតែមួយជ្រុងនោះទេនោះជាហេតុផលដែលថាហេតុអ្វីទើបអ្នកត្រូវអានហេតុអ្វីបានជាអ្នកត្រូវសម្លឹងទៅមើលមេឃហេតុអ្វីបានជាអ្នកត្រូវច្រៀងរាំសរសេរកំណាព្យហេតុអ្វីបានជាត្រូវរងទុក្ខវេទនាហេតុអ្វីក៏ត្រូវយល់ដឹងព្រោះអ្វីទាំងនោះគឺជីវិត